រឿងបេសកកម្មកុលាបឆ្នះទាំង3ភាគទី16សម្លេងទូរស័ព្ទឮឡើងធ្វើឲ្យអ៊ីនស៊ីលត្រដកដៃចេញពីការលាបឡេមកលើកទូរស័ព្ទដោយអារម្មណ៍រីករាយសួស្ដីលោកប៉ាតើប៉ាមានរឿងអីឬអត់នេះក្រោយពីត្រឡប់មកពី First Session អ៊ីនស៊ីលបំបាយផ្លូវពីប៉ានាងដែលប៉ានាងសន្យាថានឹងបញ្ញាប់ចាត់ការរឿងរបស់ផាក់ជុងឲ្យបានលឿនបំផុតដើម្បីឲ្យបានមកនៅជាមួយនឹងនាងឆាប់ពេលមកដល់ក្រុមហ៊ុននាងក៏ត្រូវកាំងយន្តខៀងឲ្យនៅជាមួយគ្នារហូតទៅតែត្រឡប់មកដល់ផ្ទះមិញនេះឯងដងហ៊ុនបានលឺសំឡេងរីករាយរបស់កូនស្រីក៏អត់រំភើបមិនបានណាថាគេឆ្លងវ័យនឹងកូនស្រីក៏ថាទៅគេមិនខ្វល់ព្រោះគេមានមោទនភាពលើកូនស្រីស្អាតរបស់គេខ្លាំងដល់ថ្នាក់ណាស់នោះគេដឹងច្បាស់ប៉ាមានរឿងសំខាន់ចង់ប្រាប់ណាកូនអ៊ីនស៊ីបានលឺសំឡេងរបស់គាត់ដូចជាព្រួយបារម្ភរឿងអ្វីទៅលោកប៉ាបានដឹងមកថាដេអាមកដល់ប្រទេសកូរ៉េហើយនេះផាក់ដឹងប្រាប់ប៉ាទេមិនទេកូនប៉ាចាកូនប្រយ័ត្នខ្លួនព្រោះលោកផាក់ចង់មិនបានផ្ដោតទៅលើតែលោកខេវិនមិនទេពេលនេះប៉ានឹងមិនតន់ទៅនៅជាមួយកូនបានទេដូច្នេះកូនត្រូវប្រយ័ត្នខ្លួនឲ្យបានល្អណាកូនអ៊ីនស៊ីស្ដាប់តាំងពីសំឡេងបារម្ភរបស់ប៉ានាងជាខ្លាំងប៉ាមិនបារម្ភទេកូននៅផ្ទះលោកយុនមានមនុស្សមើលថែច្រើនម្យ៉ាងទៀតកូនបារម្ភពីប៉ាច្រើនជាងប៉ាក៏ប្រយ័ត្នខ្លួនឲ្យល្អដែរណាពេលនៅជាមួយនឹងនេះផាក់ជើងនោះមិនបារម្ភពីប៉ាទេប៉ានៅជាមួយវាយូរដល់ថ្នាក់ស្គាល់វាច្បាស់ហើយមិនមានអ្វីគួរបារម្ភទេប៉ាបាត់ទូរស័ព្ទហើយណាកូនប៉ាទេតែតែប៉ុណ្្នឹងឯងចាប៉ាទូរស័ព្ទដាច់ទៅហើយតែដៃនាងនៅតែក្តាប់ទូរស័ព្ទចាប់ណែននាងមានអារម្មណ៍មិនសូវល្អតាំងពីបានលឺរឿងរបស់ដេអាក់ម្លេះនាងក៏ប្រញាប់តែងខ្លួនដើម្បីទៅជួបកាំងយន្តនៅបន្ទប់ញ៉ាំអាហារភ្លាមតែពេលទៅដល់គេកំពុងនៅមុខកុំព្យូទ័រនាងក៏សួរឌឺណែលោកតែញ៉ាំបាយទេនេះឬក៏ញ៉ាំកុំព្យូទ័រមួយគ្រឿងហ្នឹងកាំងយន្តដូចជាក្មេងដែលត្រូវចាប់បានថាទៅធ្វើអ្វីខុសមកដល់ថ្នាក់ភ្ញាក់អ្នកទាំងពីរញ៉ាំបាយជុំគ្នាដល់មិននិយាយអ្វីកាំងយន្តគិតថាអ៊ីនសៀកំពុងងក់ងោរឿងដែលគេយកកុំព្យូទ័រមកធ្វើនៅលើតុញ៉ាំបាយតែពេលញ៉ាំបាយរួចនាងបាយជាប្រាប់ឲ្យគេទៅបន្ទប់ធ្វើការសិនព្រោះនាងមានរឿងត្រូវនិយាយជាមួយទោះបីជាកាំងយន្តមិនសូវយល់ប៉ុន្មានតែក៏ដើរតាមនាងចូលទៅក្នុងបន្ទប់ធ្វើការហើយស្ងាត់ទៅអស់ពេលដ៏យូរកបិតប្រឡាក់ឈាមត្រូវជូតដោយចិត្តត្រជាក់នឹងអារបស់អង្គរៈម្នាក់នៅក្នុងភូមិគ្រឹះអ្នកប្រមាញ់របស់ដេអាធ្វើការលឿនជាងការគិតទៅទៀតពួកវាបានទទួលបញ្ជាពីក្រុមឲ្យមកចាត់ការប្រុសស្រីមួយគូក្នុងនោះគឺកាំងយន្តនិងអ៊ីនស៊ីលការងារនេះដេអាបញ្ជូនអ្នកប្រមាញ់ទាំង5ហើយវាទាំងពីរគឺទទួលទូរនទីមកចាត់ការអ្នកទាំងពីរពេលមានឱកាសពួកគេបានលោបសម្រាប់ពួកអង្គរៈទាំងកណ្ដាលភាពងងឹតបាន4នាក់ក្រោយពីដើរទៅកន្លែងរបៀងដែលនៅជិតបំផុតពួកវាក៏ចង់ខ្សែរត់ឡើងទៅចន្ទទី2ដែលគ្មានអ្នកណានៅក្នុងភូមិគ្រឹះដឹងខ្លួនសូម្បីតែបន្តិចពេលលត់ចុះទៅដល់របៀងពួកគេក៏ប្រើបាតជើងដល់លឿនទៅកន្លែងទ្វារហើយប្រើឧបករណ៍កាត់កញ្ចក់ដកកន្លឹះយ៉ាងថ្នមពេលទ្វាររបាគេក៏សម្រុកមើលទៅកោដៅដែលកំពុងកេងលក់តាមការរាយការណ៍មកថានៅភូមិគ្រឹះនេះមានចវាយត្រឹមតែ2នាក់ទេដូច្នេះអ្នកដែលកំពុងទៅកេងនៅលើក្រេច្បាស់ជាកោដៅមួយក្នុងចំណោម2នាក់របស់វាជាមិនខានអ្នកទាំងពីរញាក់មុខដាក់គ្នារួចលើកកាំភ្លើងអត់លឺសំឡេងបាញ់ដោយមិនបញ្ឈប់ដៃធ្វើឲ្យបន្ទប់ទាំងមូលពោពេញទៅដោយកំទេចពូកប៉ាងខ្ចាក់ខ្ចាយស្ទើរតែមើលអីមិនឃើញបន្ទាប់មកម្នាក់ក្នុងចំណោមនោះចូលទៅជិតដើម្បីត្រួតពិនិត្យមើលភាពទទួលបានជោគជ័យរបស់ពួកគេដៃក្នុងស្រោមដៃពោខ្មៅចាប់ទាញភួយឡើងប៉ងឲ្យបានឃើញរៀងដែលប្រឡាក់ឈាមរបស់កោដៅតែសម្ដែងទានជាភាសាអង់គ្លេសឬពេលឃើញកន្លែងកេងគ្មានរាងកាយប្រឡាក់ឈាមក្រៅពីខ្នែអោបដាក់បញ្ឆោតប៉ុណ្ណោះកំពុងរកខ្ញុំរីចាពេលអ្នកទាំងពីរបាយទៅរដាំហែតសម្លេងកំភ្លើងក្នុងដៃរបស់អ៊ីនស៊ីលក៏ត្រូវបានកេះពីក្រាប់ស្វាគមន៍ពួកគេភ្លាមសម្លេងស្រែកកឹបលឺឡើងបន្តផងដែរប៉ាំងកំភ្លើងក្នុងដៃរបស់អ្នកទាំងពីរក៏ជ្រុះទៅព្រំហើយសម្លេងកាំងយន្តនិងវ៉ាន់សឹងគោះទ្វារនៅមុខបន្ទប់ក៏លឺឡើងដែរពួកខ្មាន់កំភ្លើងជ្រៀតអាកាសដល់នាងបាយទៅមើលទ្វារក៏យកភាពងងឹតកិច្ចខ្លួនតែមិនតាន់បានកម្រើកខ្លួនផងសម្លេងកំភ្លើងក៏លឺឡើងពីក្របទៀតលើកនេះចោះត្រង់ជើងរបស់ពួកគេចំតែម្ដងអ៊ីនស៊ីលតតកំភ្លើងទាំងពីរដាំនោះឲ្យផុតពីដៃរបស់ពួកគេរួចដើរថយក្រោយដើម្បីទៅបើកទ្វារឲ្យអ្នកដែលនៅខាងក្រៅចូលមកតើមានអីកើតឡើងខ្ញុំបានឮសម្លេងកំភ្លើងណាពេលចូលមកដល់កាំងយន្តក៏សួរស្រីស្អាតម្ចាស់បន្ទប់ដោយមិនមើលជុំវិញខ្លួនតែពេលឃើញបារាំងខ្លួនធំពីរនាក់ដែលត្រូវបាញ់អស់អត្តពលនៅលើព្រំក៏អាចយល់បានខ្លះគេនឹងអ៊ីនស៊ីលទៅតែភាសាគ្នារឿងដេអាក់រួចមិនគិតថាដេអាក់ធ្វើការលឿនរហូតដល់ស្មានមិនដល់គេប្រហែលជាត្រូវប្រាប់ Kevin ឲ្យបានដឹងរឿងនេះហើយមុនពេលផ្លាត់ស្នៀតដូចជាគេសម័យល្អដែលអ៊ីនស៊ីដឹងខ្លួនតាន់មិនដូច្នេះគេនឹងនាងច្បាស់ជាស្លាប់ដែរមិនដឹងខ្លួនថាមានអ្វីកាត់ឡើងជាមិនខានមិនគួរជឿថាដេអាក់ចាប់ផ្ដើមលឿនដល់ថ្នាក់នេះសោះនេះបើមិនបានឧបករណ៍របស់មីនចុងទេនោះច្បាស់ជាអ៊ីនស៊ីលទីវត្ថុដែលស្តៀងនឹងកាសវាទៅខ្លាំងរហូតដល់ពាក់ចូលទៅ
ឃើញតែពីខាងក្រៅក៏មិនចង់ឃើញវាមានប្រសិទ្ធភាពខ្លាំងដល់ថ្នាក់អាចប្រើទូរស័ព្ទបានដោយទេចូលក្នុងនាឡិកាដែលនាងកំពុងពាក់ថែមទាំងជាគ្រឿងបញ្ជូនសញ្ញាតាក់ទងតាមរយៈផ្កាយរណបអានេះមិនយ៉ងទៅលួចសញ្ញាមកតែអ្វីដែលអាចជួយនាងបានក្នុងថ្ងៃនេះគឺគ្រឿងដាក់សញ្ញាប្រព័ន្ធឡាសេដែលដាក់ចប់នឹងរបៀងផ្ទះតចូលផ្ទាល់ក្នុងកាសដាក់ក្នុងវិជាមិនថាខ្លួនស្រាប៉ុណ្ណាទេដែលកាត់ក៏អាចចាប់កម្ដៅខ្លួនមនុស្សបានហើយសញ្ញានោះនឹងបន្លាងហេតុនេះហើយពេលពុតនោះចូលមកតាមរបៀងនាងក៏អាចដឹងខ្លួនបានតាន់ពេលវេលាជាពិសេសពេលស្ដាប់រឿងដែលប៉ានាងទេមកដាស់តឿននាងក៏យកឧបករណ៍នោះមកដាក់តាមកន្លែងជាច្រើនរួមទាំងរបៀងបន្ទប់របស់កាំងយន្តដែរនាងកុំភ្លេចដាស់តឿនឲ្យខ្ញុំទិញប្រាប់ផងណាកាំងយន្តពិចារណាឧបករណ៍ដែល Insil បង្ហាញមុនពេលនិយាយឡើងគេមិនគិតថាមានឧបករណ៍បែបនេះនៅលើពិភពលោកនេះទេភាគច្រើនគេឃើញតែក្នុងរឿងកុនតែប៉ុណ្ណោះពេលត្រួតពិនិត្យជុំវិញភូមិគ្រឹះហើយក៏បានឃើញសាកសពរបស់អង្គរៈ4នាក់នៅខាងក្រោយកាំងយន្តគេតាក់ទងទៅ Kevin ហើយនិយាយរឿងទាំងអស់ឲ្យស្ដាប់ Kevin ក៏ទេរហុងជិនទៅគេធ្វើដំណើរមកភូមិគ្រឹះរបស់កាំងយន្តព្រមជាមួយនឹងក្រុមភ្នាក់ងារដែលតាមដានរឿងរបស់ដេអាក់ផងពេលមកដល់ហុងជិនមើលសភាពរបស់អ្នកប្រមាញ់ដែលដេអាក់បញ្ជូនមកកំពុងស្រែកធ្ងន់នៅលើឥដ្ឋហុងជិនប្រកាសក្នុងចិត្តថាអ្នកទាំងពីរជាអ្នកការពារស្នាដៃល្អរបស់ដេអាក់ព្រោះតាមការត្រួតពិនិត្យមើលសភាពរបស់សាសពអង្គរៈទាំង4នាក់ហើយអាចប្រាប់បានថាជាអ្នកអាជីពពិតមែនគ្រាន់តែគូតស៊ូមកលើកនេះបែរជាការសាហាវខ្លាំងជាងមុនទៅទៀតខ្ញុំប្រហែលជាបារម្ភពួកអ្នកទាំងអស់គ្នាខ្លាំងពេកពិតមែនព្រោះពេលនេះខ្ញុំបានឃើញថាអ្នកទាំងអស់គ្នាមើលថែខ្លួនឯងបានល្អដល់ថ្នាក់ណាហុងជិននិយាយញឹមធ្វើឲ្យបរិយាកាសតាំងតែងស្រស់ស្រាយឡើងវិញអេងឈូនិងមីនយ៉ងបានមកជាមួយនឹង Kevin ក្រៅពីកាំងយន្តទេប្រាប់ពីរឿងរ៉ាវដែលកើតឡើងនៅក្នុងភូមិគ្រឹះរបស់គេបើមិនបាត់ឧបករណ៍របស់មីនយ៉ងទេខ្ញុំក៏ប្រហែលជាចាប់ដែរ Insil ប្រាប់ហុងជិនពីឧបករណ៍ដែលនាងកំពុងពាក់ហុងជិនធ្វើមុខដូចកាំងយន្តគ្មានខុសហើយថែមទាំងនិយាយដូចគ្នាទៀតគឺកុំភ្លេចដាស់តឿនឲ្យខ្ញុំទិញទុកប្រើផងណាបាទ Insil ឯងមិនកើតអីទេមែនទេហេតុអ្វីបានជាមានរបស់នេះហ៎យើងថាមានគេលួចទៅតាំងពីយូរហើយអារបស់កូពីបាត់នេះ Insil ភ្ញាក់ពេលមិត្តសម្លាញ់សួរសំណួរចំមិនដឹងដែរពេលយើងបើកកាបូបរបស់យើងក៏ឃើញវាអេឬណែមានអ្នកណាចង់ធ្វើបាបយើង Insil ធ្វើមិនដឹងមិនលឺមុនពេលញញឹមស្ងួតដាក់មិនចង់ដែរមាន excuse ឈួរសាច់នៅចិត្តនោះដែរមិនបាច់ធ្វើជាមិនដឹងទេរួចរាល់ការងារនេះហើយឲ្យថ្លៃវាមកអស់ព្រមទាំងការប្រាក់ផងមិនបាច់និយាយអ្វីទេលុយប៉ុណ្ណឹងលោកកាំងយន្តគ្មានបញ្ហាទេណាមិនយ៉ងនិយាយកាន់ពេលឃើញមិត្តភ័ក្តិកំពុងនិយាយចំតាស់តែពេលបានស្ដាប់ប្រយោគចុងក្រោយ Insil ដល់ថ្នាក់ប្រកាសមិនចេញតែមុខបែរជាក្រហមវិញហុងជិនចាត់ការបញ្ជូនខ្មាន់កំភ្លើងទាំងពីរនាក់ទៅនៅកន្លែងដែលគេប្រកាសក្នុងចិត្តថាគ្មានការលួចសម្លាប់បំបត្តិមាត់ដែលនាំឲ្យការសួរចម្លើយដែលគេបានតាំងចិត្តឲ្យឆាប់ចាប់លឿនខាតពេលវេលាឡើងច្រើនថែមទៀតក្រោយពីហុងជិនចេញទៅតាមពួកឃាតករលើកនេះមានរឿងដែលចាប់ជាងការលួចសម្លាប់ទៅទៀតកាត់ឡើងគឺខ្ញុំទៅវិញទេអេងឈូអះអាងនៅអ្វីដែលនិយាយចេញមកដល់ការទៅឈរនៅក្បែរ Insil និងមីនយ៉ងដែលក្នុងពេលនេះខ្លាយទៅជាអាញាកណ្ដាលរបស់អ្នកដែលនឹងខ្លាយទៅជាស្វាមីភរិយានឹងគ្នាចាប់ផ្ដើមឈឺក្បាលនឹងការប្រកែកគ្នាដោយគ្មានអ្នកណាព្រមចាញ់អ្នកណាអូនៅទីនេះយ៉ាងម៉េចទៅទីនេះមិនជាផ្ទះរបស់យើងទេណា Kevin និយាយយ៉ាងមួម៉ៅតែបែរជានិយាយពាក្យដែលធ្វើអ្នកគ្រប់គ្នាយល់ច្រឡំនោះកាន់តែធ្វើឲ្យនាងកាន់តែខឹងខ្លាំងឡើងជាងមុនខ្ញុំធ្លាប់មានផ្ទះទេលោកមិនបាញ់និយាយផ្ទះរបស់យើងអ្វីទេអេមិនចង់រកនិយាយតែ Kevin ក៏និយាយកាត់មុនមិនថាយ៉ាងណាក៏អូនគ្មានផ្លូវជ្រើសរើសដែរហើយបងក៏នៅតែអះអាងដូចដើមអូនត្រូវតែត្រឡប់ទៅផ្ទះជាមួយនឹងបងវិញកាំងយន្តនិង Insil មើលអ្នកទាំងពីរប្រកែកគ្នាមួយសន្ទុះតែមិនចង់ចូលទៅដល់ក្នុងរឿងនេះទេទៅខ្លាយទៅជាបញ្ហាធំរបស់មីនយ៉ងដែលធ្វើទូនាទីនេះជំនួសអ្នកទាំងពីរបាយទៅអង្គុយផឹកកាហ្វេនិងមើលទូរទស្សន៍ស្ងាត់ធ្វើមិនដឹងអ៊ីសានិងគីជេក៏មិនចង់រវល់ដែរព្រោះមិនដឹងថាយ៉ាងណាក៏ចវាយមិនហ៊ានធ្វើអ្វីបង្ខំចិត្តស្រីតូចដែលធ្វើឲ្យចវាយដល់បង្ងើកន្តើរបស់ពួកគេក្រោកឡើងមកប្រកែកគ្នាកណ្ដាលជប់បែបនេះជាមិនខានសង្ឃឹមថាពួកគេប្រហែលជាមិនទទួលការរំសាយអារម្មណ៍ទៅចាស់លោកគួរទៅយល់ហើយណាខ្ញុំបារម្ភមិត្តភក្តិខ្ញុំម្យ៉ាងទៀតលោកកាំងយន្តប្រហែលជាមិនចិត្តអាក្រក់មិនឲ្យខ្ញុំនៅជាមួយយាយ Insil នោះទេកាំងយន្តឆ្លក់កាហ្វេបន្តិចពេលរឿងវិលត្រឡប់មកដល់ខ្លួនគេញ៉ាំណាអូនក៏គួរតែកាញ់ចិត្តម្ចាស់ផ្ទះគេខ្លះដែរមិនចង់គេក៏នៅតែមិនធ្វើដូចអូនដែរណាលោក Kevin មិនចង់គាត់ថាគេនៅទីនេះដែរគិតថានឹងនៅជាគ្នានឹងណាពេលនេះ Kevin បាយជាត្រូវកម្លាំងក្រមុំទាំង3គៀបសង្កត់ហើយតើគេនឹងឲ្យសង្សារថ្មីរបស់គេនៅទីនេះឬគ្មានផ្លូវទេ
គេខំគិតថាបើគេនៅជាមួយនឹងនាងរហូតនាងច្បាស់ជាលងស្លាញ់គេមិនខានតែនេះនាងគិតចង់មកនៅផ្ទះអ្នកដទៃវិញតើគេមានពេលឯណាមកនៅជាមួយនឹងនាងទៅដល់ថ្នាក់នៅអាគារ Four Seasons ក៏ស្ទើរតែគ្មានឱកាសបានជួបគ្នាដែរបើមិនបង្ខំឲ្យទៅអង្គុយនៅក្នុងបន្ទប់ធ្វើការជាមួយគ្នាចុះបណ្ដោយឆ្ងាយគ្នាម្លឹងតើគេធ្វើយ៉ាងណាល្អទៅខ្ញុំមានផ្លូវចេញឲ្យបាននៅសុកអ៊ីសាដែលអង្គុយស្ងៀមជាយូរក៏និយាយឡើងការពិតទៅគេនៅឈរស្ងៀមក៏ព្រោះតែកំពុងគិតផែនការដែលមិនចង់ឃ្លាតឆ្ងាយពីមីងចង់ដែរនិយាយមកយើងរងចាំស្ដាប់មានឬដែល Kevin ព្រមបណ្ដោយឲ្យការសន្ទនាឱកាសល្អៗរបត់ចេញពីដៃទៅព្រោះខួរក្បាលគេពេលនេះវាតឹង stress អស់ទៅហើយខ្ញុំគិតថាពួកយើងទាំងអស់គ្នានៅទីនេះល្អទេបានលីដេប៉ងចាត់ការពួកយើងទាំងអស់គ្នាខ្ញុំគិតថាពួកយើងនឹងបានជួយគ្នាមើលថែគ្នាទៅវិញទៅមកល្អជាង Kevin នៅស្ងៀមរិះគិតគេក៏គិតស្តៀងនេះដែរគេប្រហែលជាមិនអាចបង្ខំឲ្យកាំងយុនទុកផ្ទះចោលទៅនៅជាមួយគេបានទេតែគេវាខុសគ្នាគ្រាន់តែមានកុំព្យូទ័រតូចមួយក៏អាចធ្វើការបានហើយតើលោកគិតយ៉ាងម៉េច Kevin បានទៅសួរម្ចាស់ផ្ទះដែលកំពុងមានទឹកមុខគិតដូចគ្នាខ្ញុំក៏កំពុងគិតដែរព្រោះផ្ទះនេះនៅឆ្ងាយពីកន្លែងផ្សេងណាបើមានរឿងអីកាត់ឡើងនឹងមិនអំពើទុកដល់អ្នកដទៃទេ Kevin ក៏យល់ស្រាប់ព្រោះទីនេះនៅជាក្រុងមិនសូវមានមនុស្សរស់នៅទេខុសពីភូមិគ្រឹះរបស់គេដែលនៅក្នុងតំបន់ពាណិជ្ជកម្មបើមានការបាញ់ប្រហារគ្នាមិនប្រកាសថាมันប៉ះពាល់ផ្ទះអ្នកនៅចិត្តនោះទេចាត់ទុកថាលោកនេះស្រីទាំង3ជាអ្នកឈ្នះដល់ Kevin ព្រមបដូរមកនៅភូមិគ្រឹះរបស់កាំងយុនថ្ងៃស្អែកលោក Kevin ច្បាយឲ្យមកអញ្ចឹងបានកាំងយុនឲ្យកូនចៅមកតាម Kevin ទៅបន្ទប់មួយដែលនៅចាប់បន្ទប់របស់គេចូលទៅដល់ Kevin ឃើញបន្ទប់នោះដូចជាបន្ទប់ monitor លើកប៉ាល់របស់គេកាមេរ៉ាជាច្រើនត្រូវបានដាក់ពេញភូមិគ្រឹះកាមេរ៉ាមួយនេះកាំងយុនមើលតាប់ដែរក៏ដឹងថា Kevin មានន័យដល់អ្វីកាមេរ៉ាដែលអ្នកទាំងពីរកំពុងមើលជាកាមេរ៉ាដែលនៅក្នុងបន្ទប់របស់ស្រីទាំង3នាក់ដែលក្នុងបន្ទប់នោះមិនមែនមានតែកាមេរ៉ាមួយនេះតែមួយទេនៅមាន3ទៀតទាំងអស់ត្រូវបានដាក់យូរហើយគ្រាន់តែមិនធ្លាប់បើកប្រើការពីមុនមកទៅធ្វើឲ្យកាំងយុនស្ទើរតែភ្លេចវាទៅហើយវាបានដាក់តាំងពីយូរហើយនេះបើមិនបើកមើលទេខ្ញុំប្រហែលជាភ្លេចទៅហើយពួកអង្គរៈនិងកម្លោះទាំងពីរកំពុងពិភាក្សាគ្នារឿងការពៀភូមិគ្រឹះនៅក្នុងបន្ទប់ជាមួយគ្នាដោយមិនមានអ្នកណាសង្កេតថាខាងក្នុងកាមេរ៉ាដែល Kevin អង្គុយចង្អុលអំបញ្ញមិញបង្ហាញនារីទាំង3ដែលទៅត្រឡប់មកពីហាត់ប្រាណទេពេលពួកនាងមកដល់ម្នាក់ក៏ដាក់ខ្លួនចុះគេលើក្រែយ៉ាងអស់កម្លាំងម្នាក់ទៀតតម្រង់ទៅទូទៅកចំបែម្នាក់ទៀតដោះដើម្បីទៅងូតទឹកឈប់សិនបាទអេសាននិយាយឡើងពេលកន្ទុយភ្នែករបស់គេឃើញអ្វីប្លែកនៅក្នុងកាមេរ៉ាដែលនៅក្នុងបន្ទប់របស់ពួកនាងពេលនេះវាមកបានតំណេដូចពេលដែលគេចូលមកជាមួយនឹងគីជេទេអ្វីដែលគេឃើញគឺអ្នកដែលកំពុងដោះគឺជាម្ចាស់បន្ទប់អេនសៀនឹងអាចចាំបាច់មានយ៉ងក៏កំពុងផឹកទឹកនៅជ្រុងម្ខាងទៀតហើយនៅលើក្រែគឺអ៊ីនខ្ជូកំពុងដេកដកដង្ហើមដកហក់មានអ្វីឬ Kevin មានអារម្មណ៍ល្អដែលមនុស្សជំនឿរបស់គេនិយាយឡើងខណៈដែលគេកំពុងស្ដាប់ការរាយការណ៍តែគេដឹងច្បាស់ថាបើមិនមែនជារឿងស្លាប់រស់អេសាប្រហែលជាមិនហ៊ានអត់មកជាតិនោះទេគឺថាគឺណែមានអ្វីអត់អាឡៃតាស្ទើរទៅកាន់ Kevin ជួយចាំស្ទើរទៅរបស់គ្នាលោកកាំងជឿខ្ញុំថាយើងគួរតែបិទកាមេរ៉ាសិនទៅល្អជាងបាត់កាមេរ៉ាតើមួយណាទៅខ្ញុំយល់ទេអេសាមិនហ៊ានមើលរូបភាពក្នុងកាមេរ៉ាព្រោះខ្លាចបរោះដែលនៅពីមុខខ្វែក្របភ្នែករបស់គេចេញមកខាងក្រៅទៅបានត្រឹមតែចង្អុលដៃញញទៅត្រង់កាមេរ៉ាដែលដាក់នៅក្នុងបន្ទប់របស់ស្រីទាំង3នោះវិញកាំងយុនបាយទៅឃើញអ៊ីនសៀកំពុងប្រលេះលេវខោល្មមរួចបញ្ញាបជាមនុស្សឲ្យបាយមកចេញប៉ុន្តែយឺតពេលបន្តិចព្រោះអង្គរៈមួយចំនួនបានឃើញចង្កេះសក់ខ្ចីនៅក្នុងនាងទៅហើយទោះបីជាកំពុងឈរក៏ដោយតែគ្រប់គ្នាក៏គិតដូចគ្នាថាពិតជាខ្នងដែលសក់ខ្ចីមែនទែននេះបើម្ចាស់ខ្នងដឹងរឿងដែរពួកគេឃើញនោះប្រហែលជាមិនខុសពីពួកឃាតករដែលដេកអាក់បានបញ្ជូនមកជាមិនខាន Kevin បាយខ្នងដាក់រូបភាពដែលបានឃើញមួយផ្លេតនេះបើគេមិនបានឆ្លាញ់អ៊ីខ្ជូមុនទេគេប្រហែលប្រគល់បច្ចេកនឹងកាំងយុនមិនខានព្រោះនាងមានរូបរាងគួរឲ្យចង់ញ៉ាំតែម្ដងគួរចំណាយមែនទែនសុំទៅសបិនឃើញអ៊ីខ្ជូរបស់គេវិញល្អជាងបណ្ដាអង្គរៈមិននៅធ្វើជាឆ្អឹងទៅតឹងករបស់ចៅវាយក្រុមគ្នាដាស់ចេញពីបន្ទប់នៅសល់តែ Kevin និងអង្គរៈពីរនាក់ទៀតដែលនៅក្រោយប៉ុន្តែពេល Kevin កំពុងដាស់ចេញពីបន្ទប់ក៏មានសម្លេងមួយឮឡើងKevin ដឹងថាមានភាពខកប្រក្រតីទៅបាយទៅមើលតែក៏មិនភ្លេចសម្លឹងមើលទៅកាមេរ៉ាដែលម្ចាស់ផ្ទះកំពុងហួងហែងជាងមាសទៅទៀតនោះដែរមានអ្វីមែនទេខ្ញុំថាស្ដាប់ឲ្យខ្លួនឯងល្អជាងថាហើយដែរគេក៏ចុចប៊ូតុងសម្លេងក៏ឮឡើងអេងខ្ញុំមិនចង់ងូតទឹកជាមួយគ្នាទេគឺដូចពេលដែលនៅផ្ទះជាមួយគ្នានោះអីទីនេះមានអាងទឹកធំដែរណាសប្បាយណាអ៊ីសាកំពុងបង្វិលខ្លួនដើរចេញទៅតែបាយត្រឡប់មកវិញភ្លាមនៅពេលបានឮសម្លេងហើយក៏បាយទៅមើលម្ដងទៀតដើម្បីចាត់ការគីជេចេញពីបន្ទប់ឲ្យលឿនហើយខ្លួនគេក៏ចូលមកក្នុងបន្ទប់ចាក់កលឺទ្វារផងដែរឡោះចាំលេងទៅដាក់អេងខ្ញុំសិនណាមើលទៅដូចជាគេលក់ហើយកំឡោះទាំង3លើទឹកមាត់មួយក្អឺធំនេះបើពួកនាងចាប់បានពួកគេច្បាស់ជាបានទៅកាន់សុគតិភពជាមិនខានមិនចង់ដែរតែចាប់ទីអ៊ីងខ្ជូដែលកំពុងកេងចិត្តលក់ឲ្យក្រៅពេលនេះអ្នកដែលកំពុងសម្លឹងមើល
កាមេរ៉ាមានតែកាំងយន្តព្រោះនារីពីរនាក់នោះនៅមិនតាន់បានដោះអាងដល់កាំងយន្តដែលពេលនេះកំពុងមើលស្ទើរតែទុនជង្គង់ព្រោះរូបរាងតាក់ទាញអារម្មណ៍នៅក្នុងអាងទឹកដែលសាឡូនសយកកំណាត់ដោះថ្នមខណៈរងចាំមិត្តភ័ក្តិដោះអាងនៅម្ខាងទៀតនៃបន្ទប់ខ្ញុំថាលោកបិទសិនទៅល្អជាងអេសានិយាយដល់សម្លេងញញួរទោះបីជាសោកស្ដាយដែលមិនបានឃើញតែក៏ល្អជាងឲ្យអ្នកដទៃមើលសង្សារខ្លួនឯងគេគិតថាកាំងយន្តនិង Kevin ក៏ប្រហែលជាគិតដូចគ្នាព្រោះដៃរបស់កាំងយន្តបានលូកចូលទៅបិទទុកតែសម្លេងប៉ុណ្ណោះអញក៏ធំដែរណាមិនធ្ងន់ទេឬសម្លេងអេខ្ជូលឺឡើង Kevin នឹងថាថ្មនេះម្ចាស់សម្លេងប្រហែលជាដោះស្នៀមពាក់រួចរាល់ហើយពេលទេរៀងរ៉ាវទៅរឿយៗដៃដែលកំពុងចាក់ស្រាក៏ញ័រតិចៗព្រោះការគិតសម័យភ្លើតភ្លើនទៅឆ្ងាយលើសពីការហៅមកវិញតម្រាំតែស្ងប់អារម្មណ៍ Kevin ក៏ត្រូវបិទភ្នែកហើយកម្លាំងចិត្តមួយសន្ទុះអាធ្ងន់វាធ្ងន់ហើយតែធ្វើម៉េចបើមិនឲ្យមកច្រើនមើលទៅចង់បះឡើងបាត់នេះគេហៅថាសដន់ចង្អុលមុខប្តីណារបស់អាយចង់ស្អាតគួរចង់ញ៉ាំតែម្ដងហានៅល្អដែរដែលដើមទ្រូងរបស់ពួកយើងធំស្មើគ្នាល្អយ៉ាងម៉េចទៅបើណានាតូចជាងគឺតូចចិត្តនឹងវាសនាដែលបានមកតិចជាងមិត្តភក្តិនឹងណាល្អណាស់ដែលពួកយើងគ្មានអ្នកណាតូចជាងអ្នកណាសម្លេងរបស់ស្រីទាំង3លឺឡើងព្រមគ្នាការនិយាយបែបនេះធ្វើរាងកាយមួយផ្នែករបស់កំឡោះរឹងខ្លាយទៅជាដុំថ្មទៅហើយសម្លេងទឹកលឺឡើងតាមមកមនេថាក្នុងពេលនេះពួកនាងចុះទៅក្នុងអាងទឹករួចហើយ Kevin ដើរកាន់កែស្រាមកហុចឲ្យបរិះពីអ្នកទៀតដែលរួមជោគវាសនាកម្មនៅក្នុងបន្ទប់ជាមួយគេអេសាញញឹមដាក់កាយដែលគេកំពុងបង្វល់លេងនៅក្នុងដៃរួចលើកឡើងហើយនិយាយថាសំផឹកជួនសំណាក្រក់ក្នុងពេលអនាគតតើអ្វីជាសមាក្រក់ក្នុងពេលអនាគត Kevin ឆ្ងល់នៅសម្បត្តិរបស់កូនចាស់ដែលនិយាយរឿងនេះឡើងមកគឺសមាក្រក់ដែលកើតឡើងពេលពួកអ្នកដឹងថាយើងកំពុងធ្វើអ្វីនៅក្នុងបន្ទប់នេះនឹងណាច្បាយអេសានិយាយធ្វើមកញឹមខណៈដែលកាំងយន្តបន្ថែមមួយប្រយោគទៀតតែត្រូវចិត្តអ្នកដែលនៅក្នុងបន្ទប់យ៉ាងខ្លាំងតែក៏វាសំនឹងតម្លៃដែលបានបន្ថយដែរមិនចឹងទេកំឡោះទាំង3នាក់សាយដាក់គ្នាតិចមុនពេលលើកកែស្រាឡើងណែខ្ញុំហាពួកយើងបាច់រងចាំទេតើពួកយើងអាចចាត់ការនេះផាច់ជុងបានហើយអេនស៊ីនិយាយតាមបែបមនុស្សចិត្តឆេវឆាវតែល្អដែរឬរឿងនេះមិនមែនមានតែពួកយើងទេនឹងនេះផាក់ជុងដូចកាប់ពីមុនទេនៅមានពួកដេកអាចជុងមកតេតងទៀតណាមិនហើយមិនយ៉ាងនិយាយត្រូវអ៊ីនសៀងអាចកុំធ្វើចិត្តឆេះឆាវពេកអីមិនអញ្ចឹងស្ថានភាពអាចនឹងយ៉ាប់ជាងមុនណាហើយប៉ាឯងក៏ដូចជាមួយនេះផាកជើងដែរឯងមិនខ្លាចគាត់កើតអ្វីទេឬខ្លាចតែយើងតែប្រមាថពេកហ្នឹងណាពួកយើងមិនធ្លាប់ធ្វើខ្លួនលាក់លៀមបែបនេះទេមិនហើយតែរកចាំឲ្យពួកមនុស្សប្រុសចាត់ការរឿងនេះឲ្យរួចរាល់សិនទៅយើងនឹងបានត្រឡប់ទៅប្រាជីវិតដូចដើមវិញហើយមិនយ៉ាងនិយាយក្នុងនាមជាមនុស្សដែរមើលពិភពលោកក្នុងផ្លូវល្អបើក៏ក្នុងចិត្តឬថានឹងបានត្រឡប់ទៅនៅដូចដើមបានហើយពួកកណ្ដោះរបស់ឯងនឹងធ្វើយ៉ាងណាទៅមកដាច់ណាស់យាយអ៊ីនស៊ឺចេញនិយាយចេញមកកានគេនៅមិនតាន់ជារបស់យើងឯណាមិនមែនក៏ដូចជាមែនដែរអ៊ីនខ្ជូចេញទៅអត់មិនបានដែរនឹងក្រវះទឹកដាក់មកធ្វើជានិយាយល្អហើយចោះម្ចាស់ក្រុមហ៊ុនឯងនោះតើយកទៅទុកនៅកន្លែងណាគេណាគ្មានថ្ងៃព្រមឯងចេញដើរដូចកាពីមុនទៀតដែរណាអ៊ីនខ្ជូឯងក៏ដូចគ្នាដែរលោក Kevin មើលទៅដូចជាពិតប្រកបនឹងឯងខ្លាំងណាស់ហើយឯងនឹងឈប់នៅត្រឹមគេឬអត់ណាកន្លះទឹក3សិតទៅរងចាំស្ដាប់ចម្លើយគួរឲ្យផ្លាច់ឲ្យពួកគេគិតដូចគ្នាថាមិនថាមានអ្វីកាត់ឡើងក្នុងពេលនេះទេពួកគេក៏មិនអាចចេញពីបន្ទប់នេះបានដែរទោះពួកដេកមកទាំងក្រុមក៏ដោយវាក៏មិនប្រកាសដែរគេមានសឹងអីគួរឲ្យចាប់យើងមិនជឿទេក៏បបាក់ប្រាស់គ្នាអីឯងស្រឡាញ់គេហើយមើលទៅអ៊ីនស៊ីនិយាយញឹមឡើងរឿងអីនាងមិនដឹងថាមិត្តភក្តិមានអារម្មណ៍យ៉ាងណាចំពោះបរិបទនេះនោះបើមិត្តនាងមិនមានអារម្មណ៍អ្វីជាមួយប្រហែលជាមិនព្រមធ្វើជាសង្សារលេងទេទោះបីជាម្ចាស់ខ្លួនអះអាងថាបានលុយច្រើនក៏ដោយអេខ្ជូបានតែញឹមតែមិនបានចំតអ្វីដែរនិយាយដល់នេះយើងនៅមិនតាន់បានចរចាចំនួនជាមួយនឹងលោក Kevin ដល់ឡើយទេតែយើងនឹងបានកម្រៃប្រហែលទៅណោះបើបានប្រហែលជា 10000 ឬ 2000 ក៏ល្អដែរអ៊ីនស៊ីញាក់ចិញ្ចាំដាក់ពេលឃើញអេខ្ជូចាប់ដែរមួយម៉ៅពេលនេះឆ្លោះគ្នាទៀតដែរបានប្រកាច់គ្នាមួយថ្ងៃស្លាប់ឬយ៉ាងម៉េចហ៎មែននៅទឹកពីបានមកនិយាយព្រមគ្នាប៉ុន្តែមិនយ៉ាងទេយើងមិនធ្លាប់ឮឯងនិយាយពីរឿងលោកអេសាឲ្យស្ដាប់ខ្លះសោះឥឡូវនេះចេះបាត់បង់មិត្តភក្តិផងរាប់ពេលដែលអ៊ីនខ្ជូនិងអ៊ីនស៊ីឆ្លោះគ្នារួចពួកនាងបាយជាស្និទ្ធស្នាលគ្នាខ្លាំងឡើងរាល់លើកហើយលើកនេះមើលទៅដូចជាអ្នកទាំងពីរចាប់ដៃគ្នាមករករឿងមិនយ៉ាងម្ដងហើយមែនហើយឯងដល់ថ្នាក់ណាហើយប្រាប់តាមស្រួលមកអ៊ីនខ្ជូចាប់ផ្ដើមដកបន្តស្អីទៅដល់ណាមានន័យថាយ៉ាងម៉េចមិនយ៉ាងធ្វើជាលោឡាតែមុខក្រហមឡើងរឿយៗធ្វើស្រីទាំងពីរមិនប្រកាសក្នុងចិត្តថាក្រហមព្រោះតែទឹកក្តៅឬព្រោះតែរឿងដែលសួរឲ្យប្រកាសទេព្រមប្រាប់ទេអេងខ្ជូចាក់កាអេងខ្ជូងក់ក្បាលភាពញញៃនៅក្នុងអាងទឹកក៏កាត់ឡើងតម្រាំតពួកនាងងូតទឹករួចអាក្បាលផ្សេងៗតាក់ទងនឹងសម្ព័ន្ធភាពដែលជិតស្និទ្ធគ្នារបស់អ្នកទាំង3បានបើកចំហជារឿយៗតែដែលគួរអាណិតគឺកំឡោះទាំង3ដែលគិតសម័យទៅឆ្ងាយជាមួយនឹងពេលសម្បីរបស់ពួកនាងតែដែលអស្ចារ្យបំផុតគឺថាអេងខ្ជូ
ឯងចាប់របស់លោក Kevin ហើយនៅ NC សួររឿងនេះធ្វើមកប្រងើយតែបាយទៅធ្វើ Kevin ឆ្លក់ស្រាដែលទៅតែផឹកចូលទៅមិញពេលនេះពួកនាងបានឡើងមកពីទឹកហើយម្នាក់ក៏កំពុងតែខ្លួននៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដែរឈួតសួរអ្វីឈួតណាបើខ្ញុំសួរត្រឡប់ទៅវិញយាយ NC តើអញត្រូវលោកកាំងយុនចាប់បានសម្រេចហើយឬនៅ NC ធ្វើមុខប្រងើយរួចតបដោយ NQ ដែរនៅច្បាស់ទេប៉ុណ្ណឹងហើយអាចឆ្លើយនឹងយើងបានទៅឬថា NC ញញឹមមានបាយកលរួចចង្អុលទៅ NQ ចាំឲ្យ NQ បាយជាយកដៃទៅវាដៃរបស់ NC ព្រមទាំងនិយាយដោះសារឈួតនៅទៅវិញអត់ទេមានអ្វីនៅក្នុងកំណោសម្រាមឲ្យឯងរកទេប្រចាំពោះចាក់ណា